đồភាសាកុំព្យូទ័រយើងចូលមក setting យើងចុចកន្លែង Windows logo តាមទៀតយើងឃើញមាន setting បើសិនជាអត់ចេញទេកន្លែងនេះកន្លែង search នេះយើងវាយពាក្យថា setting មកណាយើងវាយ setting មកវានឹងឲ្យមកយើងចុចលើវាមកអញ្ចឹងវានឹងបើកមកផ្ទាំងមួយនេះយើងមើលនៅត្រង់កន្លែងរូបផែនដីឬក៏គេដាក់ថា time and language ចុចកន្លែងហ្នឹងមកយើងយកពាក្យថា language and region ចុចលើនេះនេះគេឲ្យ add ភាសាណាចឹងចុចពាក្យថា add language ចឹងយើងវាយពាក្យថាខ្មែរ KHMER ទៅវានឹងលោតអក្សរខ្មែរឡើយនេះចឹងអានេះដោយសារខ្ញុំ add ហើយមិន remove ហើយខ្ញុំ add ថាថ្មីនេះចឹងអាហ្នឹងទាំងភាសាទាំង keyboard នៅមួយគ្នាយើងយកពាក្យថា add language ឃើញទេយើងវាយពាក្យខ្មែរមកឲ្យយើងចុចលើវាមួយហើយយើងចុចពាក្យនេះ next ហើយយើងចង់ទៅឡើងភាសាសម្រួលលើឲ្យវាឡើងភាសាតាមនេះឲ្យវាឡើងភាសាខ្មែរណាគេហៅភាសា setting ភាសា display គេហៅ display language យើងទៅ set ឡើងនេះមួយទៀតតែហ្នឹងត្រូវបើកអ៊ីនធឺណិតកុំព្យូទ័រផងត្រូវបើកអ៊ីនធឺណិតដែរមាន Wi-Fi មានអី share មកត្រូវបើកអ៊ីនធឺណិតបានវា download ភាសាមកគេហៅបញ្ចប់ភាសានៅគេដាក់ language page យើង set នេះមក set my window display set ហ្នឹងយើង install ទៅវានឹងដូរទាំងភាសាកុំព្យូទ័រឲ្យយើងហើយភាសាកន្លែងយើងចុចនេះណាចាំដល់វា download ចប់ណានេះវាដាក់ pending ចា download ចប់វានឹងបង្ហាញភាសាឲ្យយើងហើយចាំមើលវាលោត install ហ្នឹងវាសិតឲ្យយើងនេះអញ្ចឹងយើងមកមើលកន្លែងនេះកន្លែង Windows Display Language អញ្ចឹងយើងឃើញគេដាក់ភាសាខ្មែរថាហ្នឹងដល់យើង restart កុំព្យូទ័រមួយដែរណាគេដាក់ you need to sign out ដើម្បី apply ភាសាថ្មីមកយើង sign out មួយមកវានឹង apply ភាសាថ្មីនឹងមកតែនេះខ្ញុំដាក់អង់គ្លេសវិញសិនខ្ញុំចូលទៅកែដូរ keyboard ខ្ញុំវិញព្រោះភាសា keyboard នេះវាយអត់ត្រូវទេtôiដាក់ Nida ខ្មែរមួយមួយចោលប៉ុណ្ណាយើងឃើញហ្នឹង display language យើងដូរមកខ្មែរមកចុច sign out មួយ restart មកយើង log in ចូលមកចុះភាសាធម្មតាហើយចុះភាសាខ្មែរតាមនេះណាអូខេ